សូមស្រមៃមើលថាអ្នកកំពុងតែបើកយន្តហោះឆ្លងកាត់មហាសមុទ្រភ្លាមៗកុងប៉ាសក៏ចាប់ផ្ដើមបង្វិលច្រឡំរ៉ាដាបាត់សញ្ញាហើយក្រោយមកយន្តហោះក៏បានបាត់ខ្លួនដោយគ្មានស្នាក់ស្នាមតើវាគឺជាកំហុសមនុស្សឬមួយជាកំហុសអ្នកវិទ្យាសាស្ត្រដែលមិនអាចពន្យល់បានថ្ងៃនេះយើងនឹងចូលទៅស្វែងយល់អំពីអាថ៌កំបាំងដ៏ល្បីបំផុតមួយនៅលើពិភពលោកនោះគឺ Bermuda Triangle Bermuda Triangle គឺជាតំបន់មួយនៅក្នុងមហាសមុទ្រ Atlantic ដែលបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលនិងមានការភ័យខ្លាចអស់រយៈកាលជាច្រើនសតវត្សរ៍គឺជាតំបន់ដែលហៅថា Bermuda Triangle តំបន់នោះស្ថិតនៅក្នុងចន្លោះ Florida, Bermuda and Puerto Rico ដែលបង្កើតបានជារូបរាងដូចជាត្រីកោណធំៗមួយនៅលើដែនសមុទ្រតំបន់នេះមានប្រវែងប្រហែល500,000 ទៅ 1.5 លាន square miles អស់រយៈកាលជាច្រើនឆ្នាំមនុស្សបានរាយការណ៍អំពីហេតុការណ៍ចម្លែកជាច្រើនដែលកើតមានឡើងនៅទីនោះមាននាវាធំៗដែលកំពុងតែធ្វើដំណើរនៅលើសមុទ្របាត់ខ្លួនដោយគ្មានស្នាមស្នាមមានយន្តហោះមួយចំនួនដែលកំពុងតែហោះហើរនៅលើតំបន់នោះស្រាប់តែបានបាត់ពីរ៉ាដាដោយពុំមានសញ្ញាបង្ហាញថាវាបានធ្លាក់ឬក៏ទៅដល់គោលដៅនោះឡើយរឿងដែលធ្វើឲ្យមនុស្សមានការភ្ញាក់ផ្អើលជាងនេះនោះគឺនៅក្នុងករណីជាច្រើនក្រុមសង្គ្រោះបានព្យាយាមស្វែងរកប៉ុន្តែពុំអាចរកឃើញនៅសំណល់នាវាឬក៏សំណល់យន្តហោះបាននោះឡើយដូច្នេះហើយតំបន់នេះត្រូវបានគេហៅថាត្រីកោណអាថ៌កំបាំងដែលពោរពេញទៅដោយរឿងរ៉ាវចម្លែកមានហេតុការណ៍មួយដែលល្បីបំផុតគឺការបាត់ខ្លួនរបស់ក្រុមយន្តហោះហ្វឹកហាត់មួយដែលហៅឈ្មោះថា Flight 19នៅក្នុងឆ្នាំ1945នៅថ្ងៃនោះយន្តហោះយោធាចំនួន5គ្រឿងបានហោះហើរហ្វឹកហាត់នៅតាមផ្លូវធម្មតាប៉ុន្តែក្រោយពេលដែលហោះបានមួយសន្ទុះអ្នកបើកបរយន្តហោះបានរាយការណ៍ថាកុងប៉ាសរបស់ពួកគេចាប់ផ្ដើមខូចហើយពួកគេមិនអាចកំណត់នៅទិសដៅបាននោះឡើយបន្ទាប់មកការទំនាក់ទំនងក៏បានបាត់ទៅហើយយន្តហោះទាំង5គ្រឿងនោះក៏បានបាត់ស្រមោលសូន្យសងរហូតមកយន្តហោះសង្គ្រោះមួយគ្រឿងក៏បានបាត់ខ្លួនផងដែរដែលធ្វើឲ្យមនុស្សចំនួន27នាក់បាត់ទៅជាមួយរហូតមកដល់សប្តាហ៍ថ្ងៃមិនមាននរណាបានឃើញនៅស្នាក់ស្នាមសេសសល់នោះទេអ្នកវិទ្យាសាស្ត្របានផ្ដល់នូវការពន្យល់មួយចំនួនថារលកយក្សអាចមានកម្ពស់រហូតដល់ទៅ30ម៉ែត្រនិងបំផ្លាញនាវាបានភ្លាមព្យុះនឹងចរន្តសមុទ្រដែលអាចបង្កើតឲ្យមានអាកាសធាតុគ្រោះថ្នាក់ចាប់តាំងពីពេលនោះមកមានមនុស្សជាច្រើនបានព្យាយាមពន្យល់អំពីអាថ៌កំបាំងនេះមនុស្សខ្លះជឿថាតំបន់នេះអាចមាននៅកម្លាំងម៉ាញ៉េទិកចម្លែកដែលអាចធ្វើឲ្យឧបករណ៍នាំទិសដៅដូចជាកុងប៉ាសឬក៏ឧបករណ៍រ៉ាដាខូចដំណើរការខុសប្រក្រតីបើអ្នកបើកបរយន្តហោះឬអ្នកបើកនាវាមិនអាចដឹងអំពីទិសដៅបាននោះវានឹងនាំឲ្យពួកគេបង្វេងនៅក្នុងសមុទ្រដ៏ធំយ៉ាងងាយអ្នកវិទ្យាសាស្ត្រខ្លះបានសន្និដ្ឋានថាអាចមាននៅបាតុភូតធម្មជាតិដូចជាព្យុះធំរលកខ្ពស់ឬក៏ខ្យល់កន្ត្រាក់ខ្លាំងដែលអាចកើតមានឡើងភ្លាមហើយបំផ្លាញនាវាឬក៏យន្តហោះដោយមនុស្សពុំទាន់បានរៀបចំខ្លួនទុកជាមុនក៏មាននៅទ្រឹស្ដីមួយនិយាយអំពីឧស្ម័ន Martens ពីបាតសមុទ្រដែលអាចធ្វើឲ្យទឹកបាត់សម្ពាធនិងធ្វើឲ្យនាវាស្រូបចូលយ៉ាងជ្រៅទៅក្នុងបាតសមុទ្របើទោះបីជាយ៉ាងណាក្តីមនុស្សមួយចំនួននៅតែជឿអំពីទ្រឹស្ដីអាថ៌កំបាំងនេះជាងដូចជាការចូលរួមរបស់អរិយធម៌បុរាណដែលបានបាត់បង់ឬបាតុភូតដែលមនុស្សនៅពុំទាន់យល់អំពីវានៅឡើយមកដល់សប្តាហ៍ថ្ងៃនេះការធ្វើដំណើរឆ្លងកាត់តំបន់ Bermuda Triangle ក៏នៅតែមានជាធម្មតាហើយនាវានិងយន្តហោះជាច្រើនក៏ឆ្លងកាត់ដោយសុវត្ថិភាពប៉ុន្តែរឿងរ៉ាវនៃការបាត់ខ្លួនជាច្រើននៅក្នុងអតីតកាលបានធ្វើឲ្យតំបន់នោះនៅតែជាអាថ៌កំបាំងមួយដែលធ្វើឲ្យមនុស្សនៅជុំវិញពិភពលោកចង់ស្វែងរកនៅចម្លើយហើយក៏មានសំណួរមួយស្ថិតនៅក្នុងចិត្តមនុស្សជាច្រើនថាតើ Bermuda Triangle គ្រាន់តែជាបាតុភូតធម្មជាតិធម្មតាឬក៏នៅមានអ្វីមួយលាក់ខ្លួននៅក្នុងបាតសមុទ្រដែលមនុស្សពុំទាន់រកឃើញសូមធ្វើការសរសេរ comment ខាងក្រោមហើយកុំភ្លេចណាចុច like និង subscribe ដើម្បីទស្សនានៅវីដេអូអាថ៌កំបាំងថ្មីបន្ថែមទៀត